ពីណែគេចំណាស់មួយគ្នាយើងស្វិតលេបានរកឃើញហាងកាហ្វេធម្មជាតិមួយដែលពោពេញទៅដោយរុក្ខជាតិហើយចូលទៅមានអារម្មណ៍ថាទទួលបានខ្យល់បរិសុទ្ធចេញចូលហើយអត់ស៊ឺភ្លឺឯព្រោះខាងគាត់មានប្អួយមានតែគាត់ដាក់អាភ្លើង warm light ដែរអញ្ចឹងវារៀងសតុនភ្នែកហើយនៅពេលដែលយើងទៅដល់គឺយើងនឹងទទួលបានអារម្មណ៍មួយថាយើងដូចបាននៅផ្ទះយើងអញ្ចឹងគឺ cozy មែនតើហើយនៅភេសជ្ជៈគឺគាត់មានច្រើនជម្រើសមែនតើអញ្ចឹងយើងមានលុយដល់6000 7000ក៏យើងអាចទិញភេសជ្ជៈបានដែរតែពីភេសជ្ជៈគឺគាត់មានលក់ម្ហូបអាហារច្រើនដែរមានទាំងបែបខ្មែរបែបបរទេសថ្ងៃនេះដែរសម្រាប់បានកំង strawberry matcha គឺឆ្ងាញ់មែនតើគឺចូលចិត្តគ្នាហើយមួយកៅនឹងទៅ10000នេះហើយបើគ្នាយើងបានភេសជ្ជៈហើយគ្នាយើងអាចឡើងទៅជាន់ទី3ក៏បានដែរព្រោះនៅជាន់ទី3ហ្នឹងគាត់មានវេរ៉ុងដាហើយក្រៅពីវេរ៉ុងដាហ្នឹងក៏មាន art gallery ដែលមានដូចរូបអប្សរាអីចឹងគ្នាយើងអាចទៅមើលបានឬមួយយើងចង់ចុះទៅក្រោមក៏បានដែរនៅជាន់ទី1ហ្នឹងគឺគេមានកន្លែងលក់ខោអាវដែលធ្វើដោយដៃធ្វើដោយប្រជាជនខ្មែរយើងណាហើយនៅជាន់បន្ទាប់ដីគេមានលក់រុក្ខជាតិអញ្ចឹងសម្រាប់គ្នាយើងណាដែលចង់បានភាពស្ងប់ស្ងាត់ភាព cozy អីចឹងអាចមកហាងនេះជាន់ទី2បានគឺត្រូវមកតែម្ដងហាងនេះមានឈ្មោះថា Co and Bloom ទីតាំងនៅជិតផ្សារចាស់នៅជិតវត្តភ្នំយើងហ្នឹងណាអញ្ចឹងគ្នាយើងមើលឲ្យចង់ទៅសាក